រុស្ស៊ីបន្តប្រើយន្តហោះដ្រូនអន្តរជាតិវាយប្រហារលើទីក្រុងគៀវដែលមិនខ្វល់ពីប្រព័ន្ធមីស៊ីលអាមេរិកកាលពីវេលាទៀបភ្លឺថ្ងៃច័ន្ទនេះយន្តហោះដ្រូនអន្តរជាតិរុស្ស៊ីចំនួន35គ្រឿងបានបើកការវាយប្រហារលើទីក្រុងគៀវនិងតំបន់ជុំវិញដែលវាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី3របស់ក្រុងមូស្គូមកលើរដ្ឋធានីរបស់អ៊ុយក្រែនក្នុងរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី19ខែធ្នូឆ្នាំ2022កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ស្កាត់យន្តហោះដ្រូនរុស្ស៊ីបានប្រហែល30គ្រឿងនៅក្នុងការវាយប្រហារជុំចុងក្រោយនេះខណៈអាជ្ញាធរនៅទីក្រុងគៀវបានអះអាងថាដ្រូនប្រមាណជាង18គ្រឿងក្នុងចំណោម23គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើផ្ទៃអាកាសរបស់ទីក្រុងដែលមានមនុស្សរស់នៅ 3.6 លាននាក់នេះអភិបាលតំបន់គៀវលោកអូលេស៊ីគូលេបាដែលរាប់បញ្ចូលទីក្រុងគៀវនិងតំបន់ជុំវិញនោះបាននិយាយថាការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីនៅថ្ងៃច័ន្ទនេះបានបង្កការខូចខាតធ្ងន់ធ្ងរគួរសមខណៈកន្លែងមួយចំនួនបានដាច់ចរន្តផ្គត់ផ្គង់ថាមពលអគ្គិសនីត្បិតហេដ្ឋារចនាសម្ព័ន្ធសំខាន់បានរងការវាយប្រហារប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់នៅឡើយគូបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅរុស្ស៊ីបានបាញ់មីស៊ីលសរុបជាង70គ្រាប់ស្រោចលើតំបន់ជាច្រើនរបស់អ៊ុយក្រែនរួមទាំងរដ្ឋធានីគៀវខណៈប៉ុន្មានថ្ងៃមុននោះគឺថ្ងៃពុធសប្តាហ៍ដដែលកងកម្លាំងទីក្រុងមូស្គូក៏បានបើកការវាយប្រហារដោយដ្រូនមកលើទីក្រុងគៀវដូចគ្នាដែលដ្រូននាពេលនោះមានចំនួនជាង10គ្រឿងរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសដោយដ្រូននិងមីស៊ីលលើអ៊ុយក្រែនចាប់តាំងពីខែតុលាមកប្រព័ន្ធមីស៊ីលអាមេរិកធ្វើឲ្យរុស្ស៊ីលែងហ៊ានចូលចិត្តវាយប្រហារអ៊ុយក្រែនរហូតមកដល់ពេលនេះរុស្ស៊ីនៅតែបន្តវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងអ៊ុយក្រែនដោយសារការបាញ់ពីចម្ងាយដើម្បីបញ្ជាពីការខូចខាតដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទូ160ឬទូ95ហោះហើររយៈចម្ងាយឆ្ងាយប៉ុន្តែប្រព័ន្ធបាញ់ទម្លាក់មីស៊ីលដ៏ទំនើប PAC-3 របស់សហរដ្ឋអាមេរិកនឹងអាចធ្វើឲ្យមានការប្រែប្រួលស្ថានភាពសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សារព័ត៌មាន The Eurasia Times បានផ្សាយថាបើតាមការធ្វើបច្ចុប្បន្នភាពរបស់ទីភ្នាក់ងារចារកម្មចក្រភពអង់គ្លេសបានឲ្យដឹងថាកម្លាំងទាហានរុស្ស៊ីបានបាញ់ប្រហារមីស៊ីលរាប់សិបគ្រាប់ទៅលើរដ្ឋធានីគៀវដែលជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងសង្គ្រាមនេះសកម្មភាពយោធារបស់ក្រុងមូស្គូបានធ្វើឲ្យប៉ះពាល់ដល់ថាមពលយ៉ាងធ្ងន់ធ្ងរបំផុតនៅទូទាំងប្រទេសនេះជាការវាយប្រហារទ្រង់ទ្រាយធំពីចម្ងាយប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ថារលកនៃការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែននេះភាគច្រើនបាញ់មីស៊ីលគ្រោះពីលើអាកាសនិងបាញ់ចេញពីសមុទ្រប៉ុន្តែក៏បានរាប់បញ្ចូលស្ទើរតែទាំងស្រុងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឬដ្រូនអត្តឃាតរបស់អឺរ៉ង់ Shell 136ផងដែរជាមួយគ្នានេះដែរកម្លាំងទាហានរុស្ស៊ីក៏ទំនងជាទទួលបានមីស៊ីលប្លង់ពីប្រទេសអឺរ៉ង់ដែលជាអាវុធវាយប្រហារយ៉ាងសាហាវយកមកប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីប្រទេសនេះកំពុងតែប្រយុទ្ធដោយមិនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់សម្រាប់ស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលប្លង់របស់កម្លាំងទាហានក្រុងមូស្គូសារព័ត៌មាន The Eurasia Times បានរាយការណ៍ថាសហរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលចុងក្រោយនៅក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែនសេចក្តីរាយការណ៍ចុងក្រោយបានបង្ហាញថាក្រុង Washington កំពុងតែពិចារណាលើការបំពាក់អាវុធដល់ក្រុងគៀវជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot PAC-3 បើតាមសារព័ត៌មាន Politico បានរាយការណ៍ថាឥឡូវនេះប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ជាជម្រើសមួយនៅក្នុងជម្រើសជាច្រើនទៀតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែគិតពិចារណានៅក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយដល់ក្រុងគៀវអាចស្ទាក់ចាប់មីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីវាប្រហារទៅលើដែនដីរបស់ខ្លួនជំរឿមួយផ្សេងទៀតសម្រាប់ក្រុមមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកគឺជួលក្រុមហ៊ុនបច្ចេកវិទ្យា Raytheon
Technology ជាអ្នកផលិតដ៏សំខាន់នៅក្នុងវិស័យការពារជាតិរបស់ប្រទេសមហាអំណាចកម្ពុជានៅលើពិភពលោកសម្រាប់អភិវឌ្ឍគ្រឿងសឹកថ្មីៗប៉ុន្តែទោះជាយ៉ាងណាក៏ដោយបញ្ហានេះអាចនឹងត្រូវចំណាយពេលរាប់សិបឆ្នាំបន្តទៀតផងដែរជាមួយនឹងការខឹងសម្បាជុំវិញសេចក្តីរាយការណ៍នោះស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថាការលួចប្រព័ន្ធការពារដែនអាកាស Patriot ដ៏មានសក្តានុពលទៅឲ្យប្រទេសអ៊ុយក្រែននឹងក្លាយជាសកម្មភាពយ៉ាងកក្លន់មួយទៀតរបស់រដ្ឋាភិបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយអាចនឹងមានផលវិបាកមិនអាចទាយទុកជាមុនបានបើទោះជាមានការព្រមានបែបនេះយ៉ាងណាក្តីប៉ុន្តែសហរដ្ឋអាមេរិកក៏នៅតែមិនមានការខ្វល់ខ្វាយនឹងការលើកឡើងរបស់រុស្ស៊ីនោះដែរដែលឡែកសមត្ថភាពរបស់មីស៊ីលការពារដែនអាកាស Patriot បានទម្លាក់មីស៊ីលប៉ាឡេស្ទីកនោះទំនងជាមិនត្រូវបានអាជ្ញាធរយោធារុស្ស៊ីយកចិត្តទុកដាក់នោះឡើយប៉ុន្តែប្រសិនបើប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយនៅទូទាំងប្រទេសនោះក្រុងគៀវនឹងអាចទប់ស្កាត់រាល់ការបាញ់ផ្លោកមីស៊ីលរបស់រុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនយ៉ាងមានប្រសិទ្ធភាពផ្ទុយទៅនឹងមីស៊ីលផ្លោករបស់រុស្ស៊ីដូចជាIskander ដែលធ្វើសមយុទ្ធសម្រាប់បញ្ជាការស្ទាក់ចាប់កំជ្រួចដែលមានដើមកំណើតចេញពីប្រទេសអ៊ឺរ៉ង់ដូចជា Futas 110 និង Zofaka ដែលបាញ់បានចម្ងាយចន្លោះពី300ទៅ700គីឡូម៉ែត្រអាចនឹងត្រូវបាញ់ធ្លាក់ទម្លាក់ដោយប្រព័ន្ធ Patriot Park 3បច្ចុប្បន្នមីស៊ីលការពារដែនអាកាស Park 3ត្រូវបាននាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់ជប៉ុន កុយវ៉េត តៃវ៉ាន់និងហូឡង់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់កងទ័ពអាមេរិក Patriot អាចឆ្លើយតបយ៉ាងរហ័សហើយវាមានកម្លាំងបាញ់មិនគួរឲ្យជឿជាមួយនឹងសមត្ថភាពតាមដានគោលដៅជាច្រើននៅក្នុងពេលតែមួយហើយវាអាចស្ទាក់ចាប់គោលដៅរហូតដល់រយៈកម្ពស់40គីឡូម៉ែត្រកាលពីពេលថ្មីៗនេះកងទ័ពសហរដ្ឋអាមេរិកបានបញ្ជាទិញប្រព័ន្ធមីស៊ីលនេះប្រហែល180គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ2023ចំនួននេះនឹងកើនឡើងរហូតដល់252គ្រឿងនៅក្នុងតម្លៃ1037,000 លានដុល្លារមួយវិញទៀតឥឡូវនេះរុស្ស៊ីកំពុងតែដាក់បង្រៀនដ្រូនមានតម្លៃថោកនិងមីស៊ីលផ្លាំងថោកជាងដែលក្រុងមូស្គូគ្រោងនឹងទិញពីអ៊ឺរ៉ង់ដូច្នេះការចំណាយនេះនឹងមានតម្លៃខុសគ្នាឆ្ងាយខ្លាំងណាស់កាលពីថ្ងៃអាទិត្យម្សិលមិញនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍ថាការការពារព្រំដែនអ៊ុយក្រែនគឺជាកិច្ចការអាទិភាពហើយប្រទេសលោកក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរដើម្បីទប់ទល់នឹងការវាយប្រហារពីសំណាក់រុស្ស៊ីនិងបេឡារុសគ្រប់ស្ថានភាពតែម្ដងយោងតាមការដកស្រង់ចេញពីសារព័ត៌មាន Reuters នៅពេលថ្មីនេះលោក Volodymyr Zelensky បានផ្ញើសារខាងលើនៅក្នុងកម្រងសារវីដេអូខ្លីមួយនៅក្នុងនោះដែរលោកបានបញ្ជាក់ថាអ៊ុយក្រែនបានកំពុងតែរៀបចំខ្លួនដើម្បីការពារខ្លួននៅគ្រប់រូបភាពសាររបស់លោក Zelensky នេះបើតាមការបញ្ជាក់ពី Reuters គឺមិនយូរប៉ុន្មានក្រោយពេលដែលលោក Vladimir Putin បានធ្វើដំណើរទៅកាន់ទឹកដីបេឡារុសដើម្បីពិភាក្សាអំពីគម្រោងថ្មីដែលគេសង្ស័យថាដើម្បីត្រៀមបើកការវាយប្រហារចេញពីបេឡារុសតែម្ដងក្រៅពីនេះលោក Zelensky បានធ្វើការអំពាវនាវជាថ្មីទៅកាន់ប្រទេសលោកខាងលិចឲ្យជួយផ្ដល់ប្រព័ន្ធការពារដែនអាកាសដ៏ខ្លាំងក្លាមកឲ្យអ៊ុយក្រែនបន្តទៀតហើយលោកបានបញ្ជាក់ថាកងកម្លាំងខ្លួនកំពុងតែការពារតំបន់បាត់មូតយ៉ាងជាប់គណៈសមរភូមិប្រយុទ្ធកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនៅទីនោះស្របពេលជាមួយគ្នានេះបើតាមការបញ្ជាក់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រព័ន្ធអគ្គិសនីដែលត្រូវបានកាត់ផ្តាច់ដោយសារតែការវាយប្រហាររបស់រុស្ស៊ីនោះត្រូវបានតបភ្ជាប់មកវិញបណ្ដាដល់ពលរដ្ឋជាង3លាននាក់ហើយដោយសរុបមកពលរដ្ឋជាង9លាននាក់ហើយមានប្រព័ន្ធភ្លើងប្រើប្រាស់វិញសូមបញ្ជាក់ថានៅពេលថ្មីនេះគេសង្កេតឃើញថាបេឡារុសដែលជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ីកំពុងតែធ្វើសមយុទ្ធយ៉ាងស្វាហាប់ដោយឃើញយ៉ាងដូចនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់ថាបេឡារុសកំពុងតែមានគម្រោងចូលរួមជាមួយរុស្ស៊ីដើម្បីវាយប្រហារមកលើអ៊ុយក្រែននៅពេលឆាប់នេះហើយនៅពេលថ្មីនេះសារព័ត៌មានអាចារ្យសារ៉ាបានចុះផ្សាយថានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសលោក Rishi Sunak កំពុងតែមានគម្រោងប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយទៀតនៅក្នុងទំហំទឹកប្រាក់ជាង304លានដុល្លារដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានពីសំណាក់រុស្ស៊ីយោងតាមប្រភពដដែលខាងលើបានឲ្យដឹងថាកញ្ចប់ជំនួយថ្មីរបស់ចក្រភពអង់គ្លេសនោះគឺរួមមានទាំងគ្រាប់កាំភ្លើងធំរាប់សែនគ្រាប់ហើយបានបញ្ជាក់ថាអង់គ្លេសក៏នឹងបន្តផ្គត់ផ្គង់គ្រាប់ដល់អ៊ុយក្រែនពេញមួយឆ្នាំនៅក្នុងឆ្នាំ2023ផងដែរនេះបើតាមសេចក្តីប្រកាសពីការិយាល័យនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី19ខែធ្នូនេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា
លោកស៊ូណានឹងធ្វើការប្រកាសអំពីកញ្ចប់ជំនួយថ្មីនេះនៅក្នុងជំនុំកំពូលនៃកងកម្លាំងចម្រុះដែលហៅកាត់ថា GEF នៅក្នុងប្រទេសឡាតវីនៅក្នុងសេចក្តីថ្លែងការណ៍ខាងដើមជំនុំកំពូល GEF នេះត្រូវបានគេដឹងថាត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្ដុំប្រមុខដឹកនាំនៃប្រទេសលោកខាងលិចរួមមានទាំងសហរដ្ឋអាមេរិកផងដែរដើម្បីពិភាក្សារោគមធ្យោបាយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ដូឌិកនិងតំបន់បាល់ទិកយ៉ាងណាមិញនៅក្នុងជំនួបកម្ពុជាខាងលើនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានគេរំពឹងថានឹងមានវត្តមានតាមប្រព័ន្ធអនឡាញផងដែរហើយក្នុងជំនួបកម្ពុជានោះក៏នឹងផ្ដោតលើការបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅឲ្យអ៊ុយក្រែនផងដែរគណៈរុស្ស៊ីកំពុងតែបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលសូមបញ្ជាក់ថាចក្រភពអង់គ្លេសគឺជាម្ចាស់ជំនួយធំទី2របស់អ៊ុយក្រែនបើគិតចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីថ្ងៃទី24ខែកុម្ភៈមកអង់គ្លេសបានផ្ដល់ជំនួយគិតជាសាច់ប្រាក់មិនក្រោម $7.43 ពាន់លាននោះទេ